ចាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខសម្រាប់ឲ្យបងប្អូនមើលវីដេអូខ្លីៗថ្ងៃនេះខ្ញុំធ្វើមាន់លីងប្រៃផ្អែមជាដំបូងខ្ញុំទៅយកសាច់មាន់នៅក្នុងទូទឹកកកបន្ទាប់មកខ្ញុំយកមាន់នោះមកកាប់ដើម្បីលីងធ្វើមាន់ប្រៃផ្អែមខ្ញុំចាប់ផ្ដើមកាប់សាច់មាន់ឲ្យរួចរាល់ហើយខ្ញុំដាក់ក្នុងចានដែកបន្ទាប់មកខ្ញុំធ្វើការចិញ្ច្រាំកន្ទឹមប៉ុន្តែខ្ញុំអត់ម្ទេសអញ្ចឹងខ្ញុំប្រើគ្រួសាររបស់ខ្ញុំឲ្យទៅទិញម្ទេសនៅផ្សារដើម្បីយកមកលីងមាន់ប្រៃផ្អែមបន្ទាប់មកទេមកដល់ខ្ញុំក៏ចាប់ផ្ដើមហាន់ម្ទេសដើម្បីលីងជាមួយកន្ទឹមសយើងបន្ទាប់មកខ្ញុំដាក់ប្រេងឆាខ្ញុំដាក់កន្ទឹមសជាមួយម្ទេសលីងឲ្យមានក្លិនឈ្ងុយហើយបន្ទាប់មកខ្ញុំចាក់សាច់មាន់លីងវិធីរបស់ខ្ញុំគឺធ្វើបែបហ្នឹងចុះបងប្អូនលីងបែបម៉េចដែរបើខ្ញុំមានការខុសកងធ្វើខុសបងប្អូនសូមបងប្អូនជួយ comment ប្រាប់ខ្ញុំផងបន្ទាប់មកខ្ញុំលីងសាច់មាន់ហ្នឹងដើម្បីឲ្យក្រៀមសិនបន្ទាប់មកបានខ្ញុំចាប់ផ្ដើមដាក់បន្ទាប់មកខ្ញុំក៏លីងសាច់មាន់ហ្នឹងហើយខ្ញុំក៏មានម្ហូបមួយមុខទៀតគឺឡុកឡាក់សាច់គោជាមួយទឹកម្រេចក្រូចឆ្មាធ្វើបន្ទាប់មកគ្រួសាររបស់ខ្ញុំក៏ដើរកាន់ពងទាពីទូទឹកកកយកទៅចៀនចាប់ផ្ដើមចៀនបង្ទាបន្ទាប់មកខ្ញុំមកធ្វើម្ហូបមួយមុខទៀតរួចរាល់ខ្ញុំក៏ចាប់ផ្ដើមដួសម្ហូបបាយហូបជុំគ្រួសារបើមានការខុសឆ្គងកន្លែងណាសូមបងប្អូន